ជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមកបញ្ចូលកូដកន្លែងទី1កន្លែងនេះ val ស្មើនឹង data ហ្នឹងស្មើ100អញ្ចឹង100ហ្នឹងគឺជាតម្លៃរបស់ data អញ្ចឹងកន្លែងនេះ integer នេះស្មើ Scott នេះស្មើ null នេះគឺជាតម្លៃរបស់ Scott អា bool នេះគឺជា bool នេះស្មើ in login ហើយក៏ស្មើ true ផងដែរអញ្ចឹងអា in login នេះស្មើនឹង true ចំណែកឯ bool នេះសំទោសបងកន្លែងនេះstring ស្មើ result in login នេះស្មើ true អញ្ចឹងកន្លែងនេះបើ in login នេះស្មើ true យើងយកប៉ុណ្នេះអញ្ចឹងបើ in login ហ្នឹងស្មើ false វា load មកខាងនេះវិញអញ្ចឹងកូដហ្នឹងគេចង់ដឹងថាវា pass ឬក៏ fail អញ្ចឹងin login យើងគឺ true អញ្ចឹងវា pass អញ្ចឹងតម្លៃវាចេញមកវាចេញអានេះអញ្ចឹង result វាចេញមកវាអត់ចេញមិនហើយជីវិតហ្នឹងទេតែវាចេញអានេះវិញចុងក្រោយconsole winrate result ហ្នឹងបើយើងអត់ដាក់វាទេវានឹង error វីដេអូនេះមានប៉ុណ្្នឹងទេអរគុណគ្រូ